ba sumជំរាបសួរបងប្អូនឥឡូវនេះខ្ញុំមានប្រធានបទមួយថាតើក្រោយពីការជួបព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តឧទាហរណ៍ការប៉ះទង្គិចដោយសារគ្រោះថ្នាក់ចរាចរណ៍ឬក៏ការប៉ះទង្គិចផ្លូវចិត្តដោយសារមានការប្រើប្រាស់អំពើហិង្សាជាដើមតើមានការវិវត្តខុសគ្នាឬទេក្រោយពីការប៉ះទង្គិចផ្លូវចិត្តរបស់មនុស្សម្នាក់ជាការពិតណាស់ក្រោយអំពីការជួបហេតុការណ៍ឬក៏ព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តបុគ្គលម្នាក់មានការវិវត្តនៃសុខភាពផ្លូវចិត្តខុសគ្នាបុគ្គលដែលមានស្ថានភាពសុខភាពផ្លូវចិត្តខុសគ្នាអាស្រ័យដោយការមានធនធានផ្លូវចិត្តខុសគ្នាបុគ្គលមួយចំនួនគាត់មានធនធានផ្លូវចិត្តខ្លាំងគាត់ពេលដែលជួបព្រឹត្តិការណ៍ក្រោយជួបព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តគាត់មានអារម្មណ៍នឹងណួរអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានអាចគ្រប់គ្រងរោគសញ្ញាបានចំពោះមួយទៀតបុគ្គលដែលជួបព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តហើយគាត់ជាបុគ្គលដែលខ្វះនៅធនធានផ្លូវចិត្តចឹងគាត់គ្រប់គ្រងរោគសញ្ញាអត់បានគាត់គ្រប់គ្រងចិត្តអត់បានអាចនឹងគាត់ផិតភ័យស្លន់ស្លោក្រោយការប៉ះទង្គិចផ្លូវចិត្តប៉ះពាល់ដល់ការគេងធ្វើឲ្យគាត់នឹកឃើញព្រឹត្តិការណ៍ដែលគាត់ជួបហ្នឹងហាក់បីដូចជាព្រឹត្តិការណ៍នៅនឹងភ្នែកអញ្ចឹងទោះបីជាបិទភ្នែកក្តីបើកភ្នែកក្តីក៏ឃើញព្រឹត្តិការណ៍ហ្នឹងដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើមការដែលគាត់ជួបព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍គឺជាព្រឹត្តិការណ៍នៃការប៉ះទង្គិចតែក្រោយពីការជួបការប៉ះទង្គិចនៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់ចេះតែមានអារម្មណ៍ផិតភ័យខ្លាចហេតុការណ៍ហ្នឹងកើតឡើងម្ដងទៀតហើយហាក់បីដូចព្រឹត្តិការណ៍ហ្នឹងនៅនឹងភ្នែកគេងក៏មិនលក់បក់ក៏មិនលហើយឃើញទេបងប្អូនចឹងធនធានផ្លូវចិត្តពិតជាសំខាន់ណាស់ចឹងធនធានផ្លូវចិត្តដែលខ្លាំងអាស្រ័យលើការអប់រំចិត្តដែរចឹងការអប់រំផ្លូវចិត្តល្អការគិតរបស់គាត់ល្អហើយបូករួមនឹងគ្រួសារនឹងមានការយល់ចិត្តលើកទឹកចិត្តសង្គមមានការយល់ចិត្តលើកទឹកចិត្តសហគមន៍មានការយល់ចិត្តលើកទឹកចិត្តគ្រួសារផ្ដល់ភាពកក់ក្ដៅមិត្តភ័ក្តិផ្ដល់ភាពរាប់អានដោយស្មោះដោយកក់ក្ដៅអញ្ចឹងជាធនធានផ្លូវចិត្តគាត់រឹងមាំចុះបើខ្វះធនធានផ្លូវចិត្តការគិតរបស់គាត់ក៏មិនបានល្អអារម្មណ៍ក៏អត់នឹងណួរណាគ្រួសារក៏មិនបានផ្ដល់ភាពកក់ក្ដៅសហគមន៍ក៏មិនបានផ្ដល់ភាពកក់ក្ដៅហើយមិត្តភ័ក្តិហ្នឹងក៏ស្ដីបន្ទោសហើយគាត់ក៏ជាជនងាយរងគ្រោះអីជាដើមទៀតទៅធ្វើឲ្យធនធានផ្លូវចិត្តហ្នឹងគឺมันមានច្រើនណាបងប្អូនណាឬក៏ថាខ្វះធនធានផ្លូវចិត្តអញ្ចឹងសរុបសេចក្តីមកក្រោយពីការប៉ះទង្គិចផ្លូវចិត្ត
គឺបុគ្គលម្នាក់មានស្ថានភាពផ្លូវចិត្តខុសគ្នាអាស្រ័យទៅលើបុគ្គលម្នាក់អាស្រ័យទៅលើបុគ្គលមានធនធានផ្លូវចិត្តតិចឬក៏ធនធានផ្លូវចិត្តច្រើនសម្រាប់ជួយខ្លួនឯងហ្នឹងណាបងប្អូនខ្ញុំមានប្រមាណប៉ុណ្ណេះសូមគោរពអរគុណបាទ